ហើយយើងអត់បានបដោតទៅលើព្រះពីមុនថ្ងៃអាទិត្យគឺជាពេលវេលាសម្រាប់ថ្វាយបង្គំព្រះឥឡូវនេះគេបង្កើតឲ្យមានកម្មវិធីសប្បាយថ្ងៃអាទិត្យមាន discount ច្រើនបងឃើញជាសង្គ្រាមរបស់យើងតើខ្ញុំនឹងជ្រើសរើសព្រះឬក៏ជ្រើសរើសអាណាចឹងការដែលថ្វាយជីវិតយើងទៅកាន់ព្រះទាំងស្រុងអត់គ្រប់គ្រាន់ទេតើតែយើងសម្លាប់ឆន្ទៈរបស់យើងចោលព្រមចុះចាញ់ដល់ទ្រង់យើងថ្វាយរូបកាយប្រហែលជាអត់គ្រប់គ្រាន់ទេប្រហែលជាព្រះនឹងអត់ប្រើយើងប៉ុន្តែបានតែមួយរយៈយើងឈប់ហេតុអីពីព្រោះឆន្ទៈរបស់យើងអត់តន់ស្លាប់នៅតែអញនៅតែខ្ញុំនៅតែចង់ចេះចង់ចោះតែបើយើងសម្លាប់អានឹងចោលមានថាជាព្រមអញ្ចឹងដើម្បីអាចនឹងថ្វាយរូបកាយយើងទុកជាចាញ់បូជារស់សម្រាប់ព្រះដើម្បីរស់នៅជីវិតថ្មីនេះដែលស្របតាមមហាទេពព្រះយើងត្រូវតែមិនគ្រាន់តែថ្វាយទេយើងត្រូវតែស្ដាប់បង្គាប់ទ្រង់ធ្វើមិនស្ដាប់បង្គាប់ទ្រង់បានសម្លាប់ឆន្ទៈយើងចោលសម្រាប់បងតែមិនខ្ញុំមិនមែនជាខ្ញុំទៀតទេបើសិនជាបងប្អូនអាចនិយាយបែបហ្នឹងនៅពេលព្រឹកនេះថាកូនមិនមែនជាកូនទៀតទេហើយខ្ញុំឈ្មោះនឹងដែរប៉ុន្តែបំណងប្រាថ្នារបស់ខ្ញុំការគិតរបស់ខ្ញុំការយល់ឃើញនិងការចង់បានរបស់ខ្ញុំស្របតាមព្រះហើយ